បាទហើយខ្ញុំនិយាយមកដល់ចំណុចនេះបងប្អូនបាទខ្ញុំសូមអធិស្ឋានបាទសូមបងប្អូនកុំយល់ច្រឡំថាខ្ញុំនិយាយបាទគឺថាមានការពៀដល់បងប្អូនឬក៏ធ្វើការតិទៀនដល់បងប្អូនបាទមិនឲ្យមើលទូរស័ព្ទច្រើនឬក៏មិនឲ្យផ្ទុយទៅវិញគឺខ្ញុំចង់និយាយបាទចំពោះតែក្មេងៗបាទដែលនៅតូចហើយគ្មានការគ្រប់គ្រងផ្លូវអារម្មណ៍ឬក៏ផ្លូវចិត្តរបស់ក្មេងហើយបណ្ដាលបាទឲ្យក្មេងនៅថ្ងៃក្រោយវាប៉ះពាល់ដល់សុខភាពណាបាទខ្ញុំសូមអនុញ្ញាតជម្រាបសួរដល់បងប្អូនបាទសួស្តីហើយថ្ងៃនេះខ្ញុំពំនាំនៅព័ត៌មានខ្លីមួយទៀតបាទចែកជូនដល់បងប្អូនតាមរយៈសារបាទវីដេអូដើម្បីឲ្យបងប្អូនបាទដែលជាអាណាព្យាបាលឬក៏ជាម៉ាក់ប៉ារបស់ក្មេងនៅតូចបាទមិនទាន់នឹងគ្រប់អាយុហើយត្រូវបានទទួលបាទទូរស័ព្ទដៃពីឪពុកពីម្ដាយឬក៏អនុញ្ញាតឲ្យមើលនៅទូរទស្សន៍ឬក៏ smartphone បាទឬក៏ computer ផ្សេងដូចជា game ដូចជាស្អីដែលអនុញ្ញាតឲ្យលេងបាទដែលក្មេងនោះមិនទាន់នឹងគ្រប់អាយុវានឹងអាចបាទបណ្ដាលឲ្យក្មេងទៅពេលថ្ងៃអនាគតទៅវាប៉ះពាល់ដល់សុខុមាលភាពរបស់ក្មេងបាទវានឹងអាចទទួលនឹងជំងឺ3យ៉ាងធំបាទជំងឺទី1គឺ concentration បាទការគេហៅថាប្រមូលអារម្មណ៍បាទសតិអារម្មណ៍ឲ្យនឹងណធ្វើឲ្យមិនប៉ះពាល់បាទដល់សតិរបស់កុមារឬក៏មានការផ្្លាត់ភ្លាំងឬក៏ធ្វើឲ្យក្មេងហ្នឹងបាទគឺថាខ្វះនៅទំនុកចិត្តខ្លួនឯងបាទហើយជំងឺទី2គេហៅថា motoric hyperactivity បាទគឺថាវាអាចប៉ះពាល់ដល់ក្មេងនៅថ្ងៃអនាគតទៅដែលពេលធំនឹងក្តីទៅនៅពេលដែលទទួលបាននៅកិច្ចការអ្វីដែលត្រូវធ្វើហ្នឹងគឺថាខ្វះការយកចិត្តទុកដាក់ខ្វះការផ្ចិតផ្ចង់គឺថាមានការចលាចលនៅក្នុងសតិនៅក្នុងអារម្មណ៍របស់គ្មានការនឹងណនិង control នៅលើអាកិច្ចការដែលយើងទទួលដែលត្រូវធ្វើហ្នឹងណាបាទហើយជំងឺទី3ហើយជាភាសាអាល្លឺម៉ង់គេហៅថា Sprachentwicklungsstörungen វាអាចនឹងប៉ះពាល់ដល់គេហៅថាការអភិវឌ្ឍនៅផ្នែកភាសាបាទគឺថាវាមានការយឺតយ៉ាវហើយនៅពេលដែលធំទៅជួនណាទៅនៅពេលណាដែលយើងនិយាយទៅគឺថាវាអត់ច្បាស់ភាសាខ្មែរគេហៅថាដឹកឬក៏តឡាន់អញ្ចឹងបាទគឺថានិយាយអត់សកត់ចំភាសាដែលយើងត្រូវនិយាយឲ្យបានច្បាស់អញ្ចឹងបាទវាអាចប៉ះពាល់ដល់ជំងឺ3ហ្នឹងបាទអញ្ចឹងហើយបើសិនជាបងប្អូនបាទឃើញនៅវីដេអូរបស់ខ្ញុំបាទសូមមេត្តាចុច like និង share បាទវីដេអូនេះបានច្រើនបាទដើម្បីឲ្យបានដល់បងប្អូនដែលគាត់មានទូនាទីបាទជាម៉ាក់ប៉ាឬក៏ជាអាណាព្យាបាលរបស់ក្មេងតូចបាទជៀសវាងកុំឲ្យកូនចៅរបស់យើងទៅថ្ងៃអនាគតទៅវាប៉ះពាល់ដល់សុខុមាលភាពដើម្បីនឹងបាទយើងនឹងការពារទាំងអស់គ្នាហើយនឹងដើម្បីធ្វើការកាត់បន្ថយបាទនៅឯប្រទេសឡម៉ង់បច្ចុប្បន្នភាពនេះបងប្អូនបាទរដ្ឋាភិបាលរបស់ឡម៉ង់បាទមានការយកចិត្តទុកដាក់និងចាប់អារម្មណ៍យ៉ាងខ្លាំងបាទដោយសារតែឃើញកើនឡើងនៅភាគរយដែលកុមារភាពដែលមានអាយុ10ឆ្នាំចុះមកក្រោមកើនឡើងរហូតដល់10%ហើយក្មេងជំទង់ពីអាយុ16ឆ្នាំចុះមកដល់10ឆ្នាំហ្នឹងត្រូវបានកើនឡើងពីចន្លោះ25ទៅ58%បាទគឺថាមានការកើនឡើងយ៉ាងខ្លាំងដែលក្មេងទាំងអស់ហ្នឹងត្រូវបានទទួលបាទទូរស័ព្ទដៃឬក៏ handy ឬក៏ smartphone បាទពីឪពុកពីម្ដាយដើម្បីធ្វើការទំនាក់ទំនងរវាងឪពុកម្ដាយបាទដោយសារគាត់ទាំងពីរធ្វើការអញ្ចឹងទៅហើយចង់ដឹងវត្តមានកូនមកដល់ផ្ទះនៅឬក៏នៅឯណាអញ្ចឹងទៅហើយមួយយ៉ាងទៀតបាទឪពុកម្ដាយបានបណ្ដេញបណ្ដោយឲ្យកូនចៅដែលមិនទាន់គ្រប់អាយុហ្នឹងមើលទូរទស្សន៍ឬក៏មើល tablet ឬក៏លេង game ផ្សេងបាទដោយគ្មានការគ្រប់គ្រងពីឪពុកម្ដាយគ្មានការគេហៅថាកំណត់ពេលវេលាឲ្យកូនអញ្ចឹងបាទគឺថាថ្ងៃក្រោយនឹងក្មេងៗទាំងអស់នឹងទទួលបាននូវជំងឺទាំង3បាទដែលខ្ញុំបានរៀបរាប់ចែកជូនដល់បងប្អូននឹងបាទគឺថាវាប៉ះពាល់ដល់សុខុមាលភាពរបស់ក្មេងៗទាំងអស់នឹងនៅពេលដែលធំធាត់ទៅនឹងបាទហើយខ្ញុំទទួលបាននៅព័ត៌មាននេះដោយសារពីម្សិលមិញខ្ញុំបានទៅចូលរួមនៅក្នុងកម្មវិធីគេហៅថា Elton Urban បាទដោយសារកម្មវិធីការសិក្សានៅឯប្រទេសអាល្លឺម៉ង់នេះបាទគឺថាពីថ្នាក់ទី1រហូតដល់ថ្នាក់ទី12 13ហ្នឹងគេមានកម្មវិធីរបស់គេបងប្អូនបាទគឺថា3ទៅ4អាទិត្យហ្នឹងគឺមានការអញ្ជើញឪពុកម្ដាយបាទមកសាលាហើយធ្វើការប្រជុំរវាងបាទឪពុកម្ដាយហើយនិងលោកគ្រូអ្នកគ្រូដើម្បីយើងធ្វើការគេហៅថាផ្ដោះផ្ដងឬក៏ផ្ដល់យោបល់គ្នាទៅវិញទៅមកដើម្បីឲ្យកូនយើងនៅឯផ្ទះហើយនឹងនៅឯសាលាដែលយើងបានទទួលព័ត៌មានទាំងអស់គ្នាអញ្ចឹងណាបាទហើយសពមួយដងគឺថាមានតែវត្តមានឪពុកម្ដាយនិងលោកគ្រូអ្នកគ្រូនេះបងប្អូនបាទប៉ុន្តែពីម្សិលមិញដែលខ្ញុំបានទៅចូលរួមហ្នឹងបាទគឺមានដុកទ័រ2ទៀតបាទក៏មកចូលរួមដែរគឺដុកទ័រផ្នែកចិត្តសាស្ត្រហើយនិងដុកទ័រផ្នែកជំងឺទូទៅបាទគាត់មកចូលរួមដើម្បីគាត់នឹងផ្ដល់នៅអាវ៉ាតបាទជាដំណឹងដល់ឪពុកដល់ម្ដាយដើម្បីធ្វើការពារឬក៏ទប់ស្កាត់បាទទាំងអស់គ្នាដើម្បីជៀសវាងកុំឲ្យកូនទៅពីសាលាឬក៏សាលាមត្តេយ្យទៅដល់ផ្ទះហ្នឹងគឺថាកាន់ handy ឬក៏លេង game ឬក៏មើលទូរទស្សន៍ឬក៏ tablet ស្អីផ្សេងដែលគ្មានការគេហៅថាគ្រប់គ្រងពេលវេលាឬក៏
មានការត្រួតពិនិត្យពីឪពុកពីម្ដាយអញ្ចឹងបាទគឺថាវានឹងអាចថ្ងៃក្រោយទៅពេលដែលក្មេងពេញវ័យទៅវាមានប៉ះពាល់ដល់សុខុមាលភាពរបស់ក្មេងហ្នឹងបងប្អូនដូចជាជំងឺទាំង3បាទដែលខ្ញុំបានរៀបរាប់ចែកជូនដល់បងប្អូនពីខាងដើមអញ្ចឹងបាទហើយខ្ញុំនិយាយមកដល់ចំណុចនេះបងប្អូនមិនមែនលក្ខណៈខ្ញុំចង់និយាយថាការហាមឃាត់ដាច់ខាតមិនឲ្យក្មេងទាំងអស់នឹងមើលទេប៉ុន្តែគាត់ចង់និយាយថាមានការកាត់បន្ថយហើយមានការគេហៅថាគ្រប់គ្រងពេលវេលាឲ្យច្បាស់លាស់ពីឪពុកម្ដាយហើយមានការគ្រប់គ្រងគេហៅថាattainment ឬក៏ content ដែលក្មេងវាមើលហ្នឹងបាទយើងត្រូវត្រួតពិនិត្យមើលថាតើក្មេងហ្នឹងវាមើលពីស្អីគេបាទ game ឬក៏ស្អីដែលវាអាចនឹងប៉ះពាល់ដល់គេហៅថាផ្លូវចិត្តឬក៏វាប៉ះពាល់ដល់ផ្លូវអារម្មណ៍របស់ក្មេងណាបាទចំពោះក្មេងគឺវាខុសពីមនុស្សដែលយើងពេញវ័យបាទបូកទាំងរូបខ្ញុំឬក៏ឪពុកម្ដាយអ៊ំពូមីងដែលគាត់មើលទូរស័ព្ទច្រើនឬក៏មើលទូរទស្សន៍ច្រើនឬក៏មើលអ្វីផ្សេងច្រើនបាទគឺថាហ្នឹងវាអត់មានបញ្ហាដោយសារតែទី1យើងវាពេញវ័យបាទហើយយើងយល់យើងមានចំណេះយើងមានចំណេញហើយយើងអាចគ្រប់គ្រងនៅផ្លូវអារម្មណ៍ឬក៏ផ្លូវចិត្តយើងបានហើយយើងស្គាល់ថាអ្វីដែលវាខុសស្គាល់អ្វីដែលវាត្រូវប៉ុន្តែចំពោះក្មេងគឺវាអត់ដឹងអីនៅពេលណាដែលវាឃើញទៅបាទលើសពីអាយុរបស់វាគឺថាមានការភ័យខ្លាចបាទឬក៏ធ្វើឲ្យក្មេងនៅថ្ងៃក្រោយទៅមានការគេហៅថាកាចឬក៏ aggressive បាទគឺថាមានការឆាប់ខឹងមានការច្រឡោតបាទជាពិសេសគឺបងប្អូនឃើញស្រាប់បាទនៅតាមសាលារៀនចំណេះទូទៅបាទក្មេងដែលមានអាយុ15 16ឆ្នាំបាទមានរហូតដល់ធ្វើការគេហៅថាបាញ់បោះឬក៏ធ្វើឃាតដល់មនុស្សដទៃដែលខ្វះការគេហៅថាគ្រប់គ្រងនៅផ្លូវអារម្មណ៍ផ្លូវចិត្តរបស់ក្មេងនឹងអញ្ចឹងបាទគឺថាគាត់តែមានការឆ្លោះបង្កៃអីទិញទូគឺថាមានការខឹងសម្បាហក់ទៅវាយហក់ទៅតបអីចឹងទៅបាទហើយបច្ចុប្បន្នភាពនេះបងប្អូនបាទចំពោះបាទខ្ញុំផ្ទាល់បាទនៅពេលណាដែលខ្ញុំបលឹមឡើងបើកឡានទៅធ្វើការឬក៏ត្រឡប់មកធ្វើការយើងតែងតែឃើញបាទក្មេងឬក៏មនុស្សទូទៅបាទគឺថាយើងសឹងថាម្នាក់កាន់នៅអា handy គឺថានៅនឹងដៃបាទជួនកាលទៅក៏បណ្ដាលបានទៅការដែលបើកបរនោះគ្មានការប្រុងប្រយ័ត្នចឹងទៅដោយសារវាពាក់ព័ន្ធជាមួយនឹងការមើលនៅទូរស័ព្ទដៃចឹងទៅក្មេងជួនកាលហ្នឹងគឺថាការដែលយើងកាសនៅតិចទៅយើងទេលេហ្វូនទៅឬក៏មើលហ្គេមឬក៏លេងស្អីផ្សេងទៅបាទគឺថាមានការមិនប្រុងប្រយ័ត្នផ្នែកចរាចរណ៍វាអាចប៉ះពាល់គ្រោះថ្នាក់ដល់អាយុជីវិតក៏មានដែរបាទហើយនៅប្រទេសអាល្លឺម៉ង់គឺថាខ្ញុំឃើញបាទគឺថាសឹងតែរាល់ថ្ងៃរាល់ព្រលឹមបាទនៅពេលដែលក្មេងដើរទៅសាលាអញ្ចឹងទៅមានស្ដាប់កាសមានកាន់ handy នៅដៃអញ្ចឹងបាទហើយបាទនេះក៏គេហៅថាចង់ការកាត់បន្ថយឬក៏ធ្វើការទប់ស្កាត់ដែរបងប្អូនដែលសារជៀសវាងកុំឲ្យថាមនុស្សម្នាក់យើងសពថ្ងៃខ្ញុំជឿថាបងប្អូនដឹងបាទគឺថាយើងយកទូរស័ព្ទដៃហ្នឹងសឹងតែធ្វើការថាពួកម៉ាក់ហើយបាទហើយចំពោះការដែលគេហៅថាអ្នកទំនងរវាងសង្គមមនុស្សនិងមនុស្សដូចពីយើងចំនួនមើលចំនួនខ្ញុំអញ្ចឹងបាទនៅពេលណាដែលយើងមកពីសាលាទៅគឺយើងអាចទៅលេងបាល់ទាត់ទៅហែលទឹកឬក៏វាយសីឬក៏លេងនៅស្អីកីឡាអីផ្សេងឬក៏យើងទៅជែកគ្នាពីសង្គមនៃការរស់នៅឬក៏បាទអនុស្សាវរីយ៍នៃការដែលយើងសិក្សារួមគ្នាអីចេះមួយចេះពីរឬក៏ពីបញ្ហាការងារបាទរវាងមិត្តភ័ក្តិសង្គមនៅខាងក្រៅចឹងទៅហើយបច្ចុប្បន្នភាពគឺថាច្រើនណាស់បងប្អូនបាទដែលយើងយកទូរស័ព្ទដៃធ្វើជាមិត្តភ័ក្តិហើយคล้ายខ្លួនទៅជាឯកោបាទបានន័យថានៅពេលណាដែលយើងជួបជុំនេះចឹងទៅគឺថាយើងញ៉ាំបាយជុំគ្នាចឹងឧទាហរណ៍បាទដូចជាក្រុមគ្រួសាររបស់ខ្ញុំផ្ទាល់បាទហើយខ្ញុំក៏ធ្វើការបាទកាត់បន្ថយដែរបាទដោយសារតែយើងមួយថ្ងៃគឺថាយើងធ្វើការទាំងប្តីទាំងប្រពន្ធបាទព្រលឹមឡើងបែកគ្នាចឹងទៅយប់ឡើងយើងចូលផ្ទះញ៉ាំបាយមួយផ្លែតអីជុំគ្នាចឹងហើយបាទគឺថាយើងមុជទឹកដោះថ្មិញយើងឡើងខែហើយដល់ពេលចឹងទៅបាទប្រពន្ធក៏កាន់ទូរស័ព្ទទៅគាត់មើលពីនេះពីនោះ TikTok Instagram ឬក៏ព័ត៌មានផ្សេងនៅលើសកលចឹងទៅហើយយើងចំណាយខ្ញុំស្ដាប់ធម៌តិចទៅបាទយើងមើលអីតិចតួចបាទដើម្បីយើងបាទគេហៅថាកំសាន្តផ្លូវចិត្តនិងកំសាន្តផ្លូវអារម្មណ៍ហើយយើងកាត់បន្ថយនៅអា stress ដែលយើងធ្វើការពីថ្ងៃអញ្ចឹងបាទដល់ពេលហ្នឹងគឺថាមនោសញ្ចេតនារវាងប្តីនិងប្រពន្ធឬក៏គូសង្សារឬក៏កូនចៅរវាងឪពុកនិងម្ដាយគឺថាមានការកាត់បន្ថយបងប្អូនដោយសារយើងវាឯកោបានន័យថារៀងខ្លួនបាទព្រលឹមឡើងអញ្ចឹងទៅយើងបែកគ្នាដល់ពេលល្ងាចឡើងជុំគ្នាដល់ពេលដែលយប់ទៅគឺថាយើងអត់បាននិយាយផ្ដោះផ្ដងគ្នាពីរវាងគេហៅថាពីថ្ងៃដែលយើងបានជួបប្រទះអ្វីខ្លះហើយមនោសញ្ចេតនារវាងកូននិងចៅមិត្តភ័ក្តិបាទដែលនៅចិត្តយើងវាកាន់តែឆ្ងាយបងប្អូនហើយខ្ញុំទទួលយកបានខ្ញុំយល់ព្រមបងប្អូនដោយសារតែយើងវាម្នាក់យើងការងារ
បាទបលឹមបាត់ប្រលប់ចូលហើយវា stress ចឹងទៅដល់ពេលចឹងទៅនៅពេលណាដែលយើងជួបជុំមិត្តភ័ក្តិអីចឹងទៅបាទគឺថាយើងភ្លេចគិត control ក្មេងបាទគឺយើងឲ្យក្មេងនឹង handy ទៅលេង game មើលនេះមើលនោះបាទម្នាក់មួយចឹងទៅដើម្បីកុំឲ្យរំខានដល់ឪពុកដល់ម្ដាយទៅពេលដែលយើងជួបជុំមិត្តភ័ក្តិអ្នកខ្លះហ្នឹងក៏ទៅជែកពីនេះពីនោះទៅអ្នកខ្លះក៏ជាងការ៉ាអូខេចឹងទៅបាទហើយកូនចៅគឺត្រូវបានចូលទៅក្នុងកន្លែងមួយបាទគឺជុំគ្នាឯងក្មេងៗចឹងទៅកាន់ handy ម្នាក់មួយអីចឹងទៅលេងនេះលេងនោះមើល game នេះលេង game នោះអីចឹងទៅបាទហើយនៅឯប្រទេសឡម៉ង់ក៏មានច្រើនចឹងដែរបងប្អូនបាទគឺថាខ្ញុំឃើញផ្ទាល់បាទក្មេងនឹងលេងជួនណាទៅញៀនរហូតទៅដល់បាទគេថាភ្លេចបាយភ្លេចទឹកត្រូវបានហៅម្ដងពីរដងមកញ៉ាំបាយគឺថាអត់ទេគឺទៅជក់អា game ហ្នឹងហើយក៏មើលទូរទស្សន៍អីចឹងទៅបាទដោយសារបញ្ហាប្រមាណចំណុចហ្នឹងហើយបាទអញ្ចឹងបានពីម្សិលមិញខ្ញុំទៅចូលរួមបាទសពដងគឺមានតែគ្រូនិងឪពុកម្ដាយប៉ុន្តែលើកនេះមានដុកទ័រដល់តែ2នាក់ដែលគេមករៀបរាប់បាទចែកជូនដល់ឪពុកម្ដាយដើម្បីគេធ្វើការទប់ស្កាត់បាទដែលចំពោះកូនដែលនៅពីទូចនឹងរហូតទៅដល់ធំហ្នឹងបាទគឺថាមានការកាត់បន្ថយផ្នែកគេហៅថាភាពឯកោហ្នឹងបាទដោយសារយើងរវល់នឹងទូរស័ព្ទឬក៏ social media ហ្នឹងណាហើយក្នុងពេលល្ងាចហ្នឹងក៏គេបកគលឲ្យសភៅមួយដែរបងប្អូនបាទគេហៅថារ៉ាតគេបើសម្រាប់ឪពុកម្ដាយអាហ្នឹងគេផ្ដល់ជាដំបូងមានដល់យើងបាទរបៀបការអប់រំកូនចៅឬក៏មានការប្រុងប្រយ័ត្ននៅឯផ្ទះនៅពេលណាដែលកូនចៅមើលអីយើងត្រូវមានការ control តើកូនយើងមើលអ្វីខ្លះឬក៏ពេលវេលាយើងត្រូវបានកំណត់ឲ្យបានច្បាស់ដើម្បីជៀសវាងកុំឲ្យមានប៉ះពាល់ដល់សុខភាពរបស់កូនបាទហើយខ្ញុំនិយាយមកដល់ចំណុចនេះបងប្អូនបាទខ្ញុំសូមអធិស្ឋានបាទសូមបងប្អូនកុំយល់ច្រឡំថាខ្ញុំនិយាយបាទគឺថាមានការពៀដល់បងប្អូនឬក៏ធ្វើការតិទៀនដល់បងប្អូនបាទមិនឲ្យមើលទូរស័ព្ទច្រើនឬក៏មិនឲ្យផ្ទុយទៅវិញគឺខ្ញុំចង់និយាយបាទចំពោះតែក្មេងៗបាទដែលនៅតូចហើយគ្មានការគ្រប់គ្រងផ្លូវអារម្មណ៍ឬក៏ផ្លូវចិត្តរបស់ក្មេងហើយបណ្ដាលបាទឲ្យក្មេងនៅថ្ងៃក្រោយវាប៉ះពាល់ដល់សុខភាពចំពោះដែលយើងបាទដែលយើងធំអត់ជាបញ្ហាបងប្អូនដោយសារយើងមានការគ្រប់គ្រងបាទសតិអារម្មណ៍ឬក៏ផ្លូវចិត្តយើងបានហើយយើងយល់ពីអ្វីទៅវាល្អអ្វីទៅវាខុសហើយទី2យើងក៏សូមអរគុណបាទដល់អ្នកដែលគេឯកទេសអ្នកដែលគេរកឃើញនៅសម្ភារៈទាំងអស់ដែលលក់តាមទីផ្សារឲ្យយើងទិញឲ្យយើងយកមកប្រើហើយយើងបានចំណេះជំនាញបាទពីទូរស័ព្ទដៃពីគេហៅថា computer ឬក៏ពី tablet ហ្នឹងគឺថាច្រើនណាស់បងប្អូនបាទគឺថាយើងមានការងាយស្រួលបាទបច្ចុប្បន្នភាពគឺថាយើងទេតាមប្រព័ន្ធ telephone ហ្នឹងគឺតាម Skype តាមស្អីគឺតាមរយៈ handy តាមរយៈ tablet តាមរយៈ computer ហ្នឹងផ្សេងគឺថាយើងបានផលប្រយោជន៍ច្រើនណាស់បាទចំណេះជំនាញតាមប្រព័ន្ធហ្នឹងហើយបាទនេះគ្រាន់តែខ្ញុំចង់និយាយលក្ខណៈយើងការពារបាទទាំងអស់គ្នាដើម្បីជៀសវាងបាទកុំឲ្យកូនចៅរបស់យើងបាទដែលមិនទាន់គ្រប់អាយុបាទហើយត្រូវបានបណ្ដាច់បណ្ដោលឲ្យក្មេងហ្នឹងបាទមើលហួសហេតុទៅវាអាចនឹងប៉ះពាល់សុខភាពរបស់ក្មេងៗបាទជៀសវាងបាទចឹងខ្ញុំអស់ហើយបងប្អូនបាទខ្ញុំមានតែប៉ុណ្្នឹងហើយបងប្អូនបើសិនជាបានឃើញនៅវីដេអូនេះសូមមេត្តាជួយចុច share ឲ្យបានច្រើនបាទដើម្បីទៅដល់បងប្អូនដែលគាត់ជាអាណាព្យាបាលឬក៏ជាឪពុកជាម្ដាយរបស់កូនដែលនៅតូចហ្នឹងមិនទាន់គ្រប់អាយុដើម្បីគាត់មានការប្រុងប្រយ័ត្នហើយទប់ស្កាត់បាទត្រូវមានពេលវេលាកំណត់ឲ្យកូនចៅឲ្យបានច្បាស់លាស់ហើយត្រូវមានការ control ចំពោះកូនបាទនៅពេលដែលកូនមើលនេះមើលនោះឬក៏កាន់កាប់នៅសម្ភារៈផ្សេងដូចជា handy tablet ឬក៏ទូរទស្សន៍អីចឹងបាទយើងត្រូវមានការប្រុងប្រយ័ត្នដោយសារខ្ញុំបានទទួលនៅព័ត៌មានពីដុកទ័រ professor ដែលគាត់បានមកចូលរួមដែលខ្ញុំរៀបរាប់ពីខាងដើមហ្នឹងបាទហើយខ្ញុំជូននៅសារនេះបន្តដល់បងប្អូនបាទដើម្បីជៀសវាងកុំឲ្យកូនចៅរបស់យើងទៅថ្ងៃអនាគតទៅបាទទទួលនៅជំងឺទាំង3ហ្នឹងបាទគឺថាវាសោកស្ដាយបាទបើសិនជាកូនចៅយើងមានសុខភាពល្អទៅបាទយើងសិក្សារៀនសូត្រទៅបានចំណេះជំនាញខ្ពង់ខ្ពស់ទៅក៏បាទរកលុយរកកាក់បានច្រើនក៏វាអាចជួយដល់យើងជាឪពុកជាម្ដាយបាទវាអត់ប៉ះពាល់ដល់សុខភាពណាបាទអញ្ចឹងខ្ញុំសូមអរគុណបាទខ្ញុំសូមជម្រាបលាហើយយើងជួបនៅវីដេអូក្រោយទៀតបាទសូមជម្រាបលា